ก็คือมันอายถ้าโดยที่ยืนกัดไอ้ผมนะเนี่ยเก็บคู่ให้มาตื่นจังก็ส่งไปตาคันเตยพิโตส่งไปเจ้าทายกอันตนีในครมซาถึงจบบ้านมันบานเมียนไปบดแวะบนเคลียร์หลบปะติดตามตำนานในบดปรุงรัตเนียดำไปรัตเนียบนสันไดบทอโรตีจังกระสมริบจอมตามตำนานสุดท้ายโดยต่อเติมอะนโมตเนเปรมเมจักโลกาติปันไตสังหัมปไตกัตตังเจลีอัมติวรังอายาจะทังสันไตเทียสัตตัมปังริจักขัดเจียตกาติเสตธรรมังอันโนกรรมเป็นมังปัจจังสัตเถมะเปรังวินิยัยจักกายังสตังจักปันเตียงอันพิดามเมียจำมังกะเอาดักย้อนต่อจังตกใส่จักเปลี่ยนเตียงปัปปูทะเลเยปังริสายะมัจเจให้นงไอเลยนิ่งยืนก็ยอมนิ่งซาโตไกรโบปัดเปรียกลไทยส้มนิมวนโปรดติงสนาอนุกรวงปุบบริษัทได้ยกขัดดอยโมหาเอาเกิดเมียนปัญญาปรากฏนี้ตีเนงร้องอนุโมทนีสมัยติดนักบวชในฟังสลายเอาเงินติดในหลบคูจ้ามนบาทที่บาอ่อนนะหลบตาหลบเจ็บรอยไก่ปรามหลบตาหลบเวงนะต่อให้หลบตาไก่ปรามหลบเวงนะยังไงนั่งหลบตาได้นะvà chúng ta lo những cái prama môi còn ôn nó tuyệt vời về đồng tê sa cha còn aratania ban peru xâm lên chụp bạn là vô ca nghe chả nặng cừu bằng hạt bằng riêng là cha tu đen bậc tây hay cái xuồng thòng ca ó thì cha cần cầm thì bồn cả thì cha được tổng tê miền bàn sầm rạ tí trên cái rổ cá mà nâng tầm mong này dạng đòi nhôm giấy con
ហើយថាមិត្តបធររួមសុខទុក្ខជាមួយគ្នានឹងរាប់សិបឆ្នាំហើយតែចឹងទៅគាត់ត្រូវតែមកចូលរួមជួយនឹងឯងកាត់រោងគេរោងអីចោលអស់ធ្វើម៉េចទៅតែជួយយើងចប់ទៅបានណាต้องใส่ក្នុងផ្ទះយើងអរគុណទឹកចិត្តលោកគ្រូពេទ្យសាចារ្យបានជួយអូនទៅផ្លោះនេះដាក់អូនសូមអនុមោទនាព្រះធម៌ទេសនាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាទីពឹងជាទីរលឹកស្មើដោយជីវិតសពកាលអ៊ីតោបរាំងធម្មងទេសេសាមីដតីអំពីការធ្វើបទនមស្ការដោយសង្ខេបបែបខ្លីនេះអត្ថមាភាពបានឱកាសដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីព្រះធម៌មហាឧបាសិកាអ៊ំសិក្ខាហៅពេជ្រវិជ្ជានិងកូនចៅបានអរតនីដើម្បីប្រកាសព្រះធម៌សម្ដែងព្រះធម៌នៅក្នុងពិធីបុណ្យចម្រើនព្រះជន្មបច្ច័យ4និងដាពឹស្ដាគោរពជូនអ្នកម្ដាយអ៊ំសិក្ខាហៅពេជ្រវិជ្ជាជននាយុ87ស្រណោះណាស់ពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមស្រែកដាប់លោកឡុងស៊ីឡែននិងភរិយាព្រមទាំងបុត្រលោកស្រីឧបាសិកាអ៊ំបុប្ផានិងឧបាសកសៀវពូហៅព្រមទាំងបុត្រឧបាសិកាអ៊ំសីហានិងឧបាសកសូមកំសៀនព្រមទាំងបុត្រឯកឧត្តមអឿនណារងនិងលោកជំទាវអ៊ំស្រីដែតព្រមទាំងបុត្ររួមជាមួយនឹងបងប្អូនកូនក្មួយមួយចំនួនទៀតដែលជាម្ចាស់ដើមបុណ្យនៅក្នុងថ្ងៃនេះក្នុងក្រុមគ្រួសារព្រះធម្មមហាឧបាសិកាពេជ្រវិជ្ជាលោកមានបៃតេសោមនោរីករាយឥតឧបមាដោយសាបានកូនចៅទាំងអស់គ្នាដែលមានសទ្ធាជ្រះថ្លាធ្វើបុណ្យតនខែភ្លឺពីព្រោះបុណ្យនេះលោកបានធ្វើជាបន្តបន្ទាប់មកក៏ច្រើនក្រាស់ក្រែលហើយផងដែរឧបាសិកាអ៊ំសិក្ខាហៅពេជ្រវិជ្ជាបុណ្យរបស់លោកគឺលោកធ្វើតាំង
តែពីលោកដឹងក្តីមានជីវិតកាលណាមកលោកតែងតែធ្វើបុណ្យធ្វើទានជានិច្ចកាលចឹងជាក់ស្ដែងអាត្មាភាពមករស់នៅរាជធានីភ្នំពេញឆ្នាំ1993ក្រោយបោះឆ្នោតអាណត្តិទី1ហើយហ្នឹងក៏មកភ្នំពេញហ្នឹង93 94 9អីហ្នឹងគឺបានស្គាល់បានសេចក្តីស្រឡាញ់រាប់អានពីឧបាសិកាជាមួយនឹងលោកគ្រូឯកឧត្តមទេសាចារ្យក៏បានស្គាល់គាត់រហូតមកហើយក៏ការគោរពស្រឡាញ់រាប់អានគាត់ស្គាល់លោកចាស់ប្រធាចារ្យធំច្រើនណាស់ក្នុងនោះមានព្រះអង្គគ្រូចន្ទធម្មោគង់ភោចិត្តធម្មោគង់ភោដែលជាប្របីតាសង្ឃដែលសម្ដេចព្រះអគ្គមហាសង្ឃរាជាបតីនន់ង៉ែតលោកដាក់នាមថាជាអានន្ទស្រុកខ្មែរជាឃ្លាំងថលោកចេះថណាស់លោកច្បាស់ថអានណាស់លោកតាគង់ភោនឹងលះហើយញោមពេញវិចាគាត់ស្គាល់តែលោកច្បាស់អញ្ចឹងហើយអាត្មានៅក្រោមការបង្ហាត់បង្រៀនពីព្រះអង្គគ្រូចិត្តធម្មោគង់ភោក៏ម្ដងម្កាលទៅក៏ញោមមន់លោកតាភោហើយចំនួនមិនមួយអង្គអីជួនបាន2អង្គ4អង្គអីមកអញ្ចឹងទៅដំបូងហ្នឹងផ្សំមកជាមួយលោកដែរអញ្ចឹងទៅគាត់ក៏ចាប់ដើមស្គាល់រហូតមកដល់ចាស់ស្គាល់អស់ទៅនៅសលអាត្មាហ្នឹងក៏នៅរាប់អានរហូតមកនឹងនេះការឃើញមកនេះបញ្ជាក់ថាបុណ្យដែលព្រះធមហាឧបាសិកាអាត្មាមកនៅភ្នំពេញ30ឆ្នាំផ្លាយហើយនេះក៏ឃើញថាគាត់ធ្វើបុណ្យរហូតពីដើមមកផ្ទះគាត់តំណឹងមិនទាន់បានសាងសង់ផ្ទះធំចេះទេផ្ទះគាត់នៅមួយចំហៀងខាងក្រោយមួយចំហៀងខាងមុខធ្វើដូចសាលាឆាន់លោកអញ្ចឹងទុកសម្រាប់និមន្តព្រះសង្ឃមកឆាន់ទុកសម្រាប់ស្វាធ្យាយពធជួយសង្គ្រោះដល់ពុទ្ធបរិស័ទចិត្តឆ្ងាយដែលគាត់មានទុក្ខធរៈទាំងឡាយទាំងពងហ្នឹងមកសូត្រនៅហ្នឹងក៏មានជួនកាលទៅសូត្រនៅតាមផ្ទះក៏មាននេះគឺគាត់តែងតែដឹកនាំធ្វើចឹងហើយគាត់ធ្វើទានចំពោះព្រះសង្ឃទានចំពោះចាស់ទុំជួយសង្គ្រោះគេឯងឃើញថាអាយុជីវិតរបស់លោកបានបូជាក្នុងព្រះពុទ្ធសាសនាហ្នឹងតាំងតែពីដើមរហូតមកចឹងបានឃើញថាដោយបុណ្យនឹងហើយបានជួយឧបត្ថម្ភឲ្យលោកនឹងបានអាយុវែងដល់ទៅ88ឆ្នាំហើយនេះពីព្រោះតាមតែអាការៈរោគដែលគាត់មានយ៉ាងច្រើននៅក្នុងខ្លួនសម័យសង្គ្រាមលោកបានត្រូវបានបែងក្របបែកក្របអីហ្នឹងវាផ្ទៀតចូលក្នុងរូបរាងកាយលោកចរិយាពិការជាមួយនឹងក្របបែងផ្សេងនៅក្នុងខ្លួនហ្នឹងមិនដឹកបានវះយកចេញអស់ផងឬគាត់ថានោះចឹងគឺមានរោគជាច្រើនចរិយាច្រើនហើយមានរោគប្រចាំកាយរហូតមកហ្នឹងក៏ច្រើនដែរហើយបង្គំតែបានបុណ្យកុសលជួយត្រង់មិនបានប៉ុណ្ណឹងទេតែបុណ្យនឹងហើយយើងឃើញថាបុណ្យដោយពិតប្រាកដពីព្រោះគាត់ធ្វើបុណ្យចឹងបានគេថាបុណ្យហ្នឹងវាដូចដែលយើងជាទៀងរកអស់ប្រេងយើងដាក់ប្រេងទៅវាចេះតែភ្លឺទៅ
ធម្មតាជាគៀងវាភ្លឺអាស្រ័យដោយបច្ឆេះនិងប្រេងកាលណាបើប្រេងរកលអស់ថែមប្រេងបើបច្ឆេះរកលអស់យើងថែមបច្ឆេះអញ្ចឹងពន្លឺដែលយើងដុតនៅជាគៀងហ្នឹងភ្លឺបានយូររូបរាងកាយរបស់យើងបើកាលណាវាចិត្តអស់បុណ្យយើងថែមបុណ្យដែរញោមថែមបុណ្យដែរគាត់ជួនបុណ្យល្អដូចគាត់ចឹងទៅបានរស់រានមានជីវិតនៅវែងយ៉ាងដែរចឹងគាត់បានពេញបានធ្វើនឹងជាបន្តជាប់ហោហែរហូតមកសំបកបជាមួយនឹងកូនចៅរបស់លោកក៏មានចិត្តសមាទិដ្ឋិល្អប្រពៃផងដែរឃើញថាគាត់បានរៀបចំទុកដាក់កូនចៅបានស្រួលបួលល្អប្រពៃហើយចៅក៏បានសំរុំបងឧបាសិកាអ៊ំបុផាបងបាសកសៀវពួយហៅគាត់បានសំគុំគ្នាមកហ្នឹងឃើញថាសំរុំល្អប្រពៃសំជាគូភរិយាស្វាមីល្អបានបកលកាយថ្វាយខ្លួនបរតនត្រ័យបានធ្វើបុណ្យធ្វើទានរហូតឈានដល់ធ្វើសមថវិបស្សនាអប់រំបន្ទុំចិត្តដើរត្រូវតាមផ្លូវព្រះបាននៅសេចក្តីសុខស្ងប់ហើយជីវភាពនោះក៏សំរុំល្អប្រពៃប្រព្រឹត្តទៅបានប្រសើរធ្វើឲ្យម្ដាយក៏សប្បាយចិត្តចឹងដែរឧបាសិកាអ៊ុំសីហាបាសកសូនកំសៀនក៏ឃើញថាបានល្អប្រពៃសំរុំចេះស្រឡាញ់ភរិយាស្វាមីបានយ៉ាងប្រសើររស់នៅជាសុខសុភមង្គលក្នុងក្រុមគ្រួសារក៏ធ្វើឲ្យគាត់សប្បាយចិត្តថាមនុស្សយើងបានប៉ុណ្ណឹងបានហើយប្រព្រឹត្តប្រឹងប្រែងពេញសេចក្តីល្អតទៅទៀតរឹងរឹតតែប្រសើរហើយដែរហើយដំទៀតបានឯកឧត្តមរឿងនរងនិងលោកជំទាវអ៊ំស្រីដែតហ្នឹងគឺជាសសរទ្រូងក្នុងតកូលផងដែរដែលមានលទ្ធភាពកំពុងរឹងរឹតតែបានជួយត្រូវបំភ្លឺក្រុមគ្រួសារឲ្យរឹងរឹតតែអណ្ដែតជួយជ្រោមជ្រែងបងប្អូននិងជាពិសេសជួយចិញ្ចឹមមើលថែម្ដាយរហូតមកជាមួយបងប្អូនទាំងអស់គ្នាហ្នឹងធ្វើឲ្យម្ដាយក៏សប្បាយចិត្តហើយបឋមប្រធានបងធំនឹងហើយអ៊ុំស៊ីឡែនដែលជាបងគេប្រកែធ្វើមហូបចំនួនឪពុកមកឆាន់ហ្នឹងអ៊ំឡែនហ្នឹងគឺប្រកែណាស់ធ្វើមហូបឆ្ងាញ់យល់ប្រុសទេតែធ្វើមហូបឆ្ងាញ់ហើយយាយគាត់ប្រាប់ថាដីគាត់ហិតតែពិសេសជាងនឹងទៅទៀតដីគាត់ធ្វើមហូបឆ្ងាញ់ណាស់គាត់ទៅសើអាត្មាមិនតាន់ទេប៉ុន្តែគាត់ទៅសើថាអញ្ចឹងបាទអាត្មាថាប្រហែលបងឡែនហ្នឹងគាត់មហូបឆ្ងាញ់ហើយគាត់ថាតាគាត់ហិតតែល្អជាងនឹងទៀតនៅតែសើប្តីយ៉ាងទៀតណាយាយនឹងឃើញថាបានស្គាល់ញោមហ្នឹងក៏ជ្រៅមកហើយឯកឧត្តមទេសាចារ្យក៏ដូចគ្នាស្គាល់ញោមយាយកំសត់កំរជាមួយគ្នាកាលគាត់ជាមួយលោកតាជាមួយយាយជួនកាលទៅមួយថ្ងៃសោតមានជាង10រូបចេះសោតទៅរួចតែសម័យគាត់ខ្លាំងណាស់គាត់នៅមានកម្លាំងគាត់ចេះចាត់ចែងមួយថ្ងៃជាង10រូបយកមកសោតតែមិនទេព្រលឹមប្រមាណទៅមកធ្លាប់សោតជាមួយគាត់មានត្រឹម6រោង6អីនោះគឺថាអត់ណាបាទហើយកាលគូចាក៏ថាមាន2-10រោងជាមួយលោកតាមាននឹងទៀតដើម្បីជួយដល់ពុទ្ធបរិស័ទចិត្តចូលឆ្នាំមកសូមឲ្យបានសុខសប្បាយឥឡូវនេះលោកចូលវ័យចាស់ជរាមែនតែនហើយក៏សិស្សគុណលោកធំណាឯកឧត្តមលោកជំទាវឥឡូវឡើងដល់សម្ដេចខ្លះហើយខ្លះក៏បានស្លាប់ចោលគាត់ក៏ច្រើនដែរហើយនៅរស់រៀនមានជីវិតនៅថ្នាក់ដឹកនាំជាច្រើន
ទាំងឯកឧត្តមអនុប្រធានរដ្ឋសភានិងឯកឧត្តមជាយាបឆ្លាញ់ណាស់ហើយសតម៉ែរហូតហ្នឹងតាំងពីដើមមកហើយឯកឧត្តមលោកជំទាវច្រើនទៀតយើងរាប់មិនអស់ទេដូចជាលោកជំទាវឡោកខេងលោកជំទាវអីហ្នឹងគឺសុទ្ធតែគោរពស្រឡាញ់គាត់ហើយញោមទាំងអស់ហ្នឹងសុទ្ធតែស្គាល់គាត់ទាំងអស់ហ្នឹងឯងគឺគាត់បានគោរពស្រឡាញ់ឲ្យជាមនុស្សចេះដឹងវប្បធម៌ប្រពៃណីសិល្បៈប្រពៃណីខ្មែរបុណ្យទានពុទ្ធសាសនាច្បាស់លាស់ក្នុងការជ្រោមជ្រែងលើកស្ទួយដល់ជាតិដល់សាសនាចឹងហើយបានធ្វើឲ្យការគោរពស្រឡាញ់រាប់អានលោកហ្នឹងគឺមានដោយសេចក្តីស្រឡាញ់ដោយស្មោះមិនមានបំណងអ្វីដទៃក្រៅពីការគោរពស្រឡាញ់ទេរួមទាំងឯកឧត្តមទេសអាចារ្យអាត្មាឯជាដើមអាហ្នឹងគាត់ស្រឡាញ់ណាស់ដូរដាច់មិនមែនកូនក្នុងបង្កើតក្នុងក្រុមគ្រួសារតែហាក់បីដូចជាកូនក្នុងក្រុមគ្រួសារអញ្ចឹងផ្ដាំកូនផ្ដាំចៅផ្ដាំបងផ្ដាំប្អូនថាកុំឲ្យចោលគ្នាគឺគាត់បានមានប្រសាសន៍ប្រាប់កូនប្រាប់ចៅអីអញ្ចឹងគឺថាឲ្យស្រឡាញ់គ្នារាប់អានគ្នាទាំងលោកទាំងអីហ្នឹងអញ្ចឹងហើយខ្ញុំមើលនេះគឺអាត្មាហ្នឹងក៏មានសោមនស្សរីករាយពេញចិត្តគ្រប់ស្រឡាញ់គាត់ដូចជាម្ដាយយ៉ាងដែរពីព្រោះណាមួយញោមប្រុសញោមស្រីក៏គាត់ធ្វើការកិរិយាទៅកាន់លោកខាងមុខអស់ហើយចឹងទៅមានញោមឯណាហើយទៀតគាត់នឹងទុកដូចជាញោមមួយយ៉ាងដែរចឹងទៅគាត់គោរពស្រឡាញ់រាប់អាននឹងអញ្ចឹងណានៅក្នុងថ្ងៃនេះដោយប្រសាសន៍របស់ឯកឧត្តមទេសអាចារ្យលើកមកថាបុណ្យថ្ងៃនេះចម្រើនបច្ចុប្បន្នបច្ច័យ4ដាពុស្ដាជូនឧបាសិកាអ៊ំសិដ្ឋាហៅពេជ្រវិចាតើការចម្រើនព្រះជន្មតើមានន័យដូចម្ដេចបច្ច័យ4នោះវិញសោតតើមានន័យដូចម្ដេចដែរហើយដាពុស្ដានឹងក៏មានអត្តន័យដូចម្ដេចបានជាធ្វើបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4ដាពុស្ដាជូនឧបាសិកាអ៊ំសិដ្ឋាហៅពេជ្រវិចាចម្រើនព្រះជន្មបើប្រែតាមពាក្យមកចម្រើនធ្វើឲ្យច្រើនឲ្យចម្រុងឲ្យចម្រើនឲ្យអាយុវែងឲ្យសុខសប្បាយចឹងទៅនឹងជាក់ស្ដែងនៅក្នុងសុតនបិដកទីខៈសង្យុត្តនិកាយសុតនបិដកទីខៈនិកាយភាគ28ដែលនៅក្នុងសូត្រទី10គឺធាតុវិភាំងកសូត្រធាតុវិភាំងកសូត្រនោះប្រកាសសម្ដែងអំពីរូបរាងកាយរបស់យើងនឹងប្រកបដោយធាតុ6ហ្នឹងហើយធាតុមាន6ធាតុហើយ6ធាតុនឹងឯងដែលលោកតាគង់ផោនឹងបានទៅសេបានចងក្រងទៅជាធម៌គុំធាតុដែលអ្នកដែលចេះគុំធាតុត្រឹមត្រូវហើយមានប្រសិទ្ធភាពហ្នឹងគឺលោកឪគង់ផោដែលយោមពេជ្រវិចារនិមន្តមកសូត្រមន្តនឹងអាត្មានឹងចេះតាមលោកនឹងឯងហើយធម៌គុំធាតុហ្នឹងអាត្មាសិក្សាទៅនៅក្នុងគម្ពីរសុតនបិដកភាគ28ក្នុងសូត្រទី10ឈ្មោះធាតុវិភាំងដល់សិក្សាទៅមាននៅតនេះតើធម៌គុំធាតុនឹងតកតងទៅនឹងធាតុ6ធាតុ6គឺបឋវីធាតុអបោធាតុតេជោធាតុវាយោធាតុអាកាសធាតុនិងវិញ្ញាណធាតុ6ធាតុហ្នឹងគឺមានគ្រប់រូបនឹងមានធាតុ6ហ្នឹងមានធាតុ6ហ្នឹងបឋវីធាតុដីអបោធាតុទឹកតេជោធាតុភ្លើងវិយោធាតុខ្យល់
អាកាសធាតុអាកាសវិញ្ញាណធាតុវិញ្ញាណយើងមាន6ធាតុនឹងធំហៅថាមហាភូតរូបទាំង6យើងធ្លាប់លើមហាភូតរូប4ភូតរូប4ដល់មើលក្នុងកន្លែងហ្នឹងទៅមាន6អញ្ចឹងគឺអត់មានខុសទេគឺ6ក៏មាន4ក៏មានកន្លែងណាសំដែង4គឺរាប់4កន្លែងដែលសំដែង6គឺរាប់6ចឹងហើយបានជាព្រះអង្គគ្រូតាចន្ទធម្មោគង់ហោលោកបង្ហាត់បង្រៀនឲ្យសូត្រគុំធាតុហ្នឹងកាលណាបើពុទ្ធបរិស័ទប្រជាពលរដ្ឋឧបាសកឧបាសិកាលោកប្រុសលោកស្រីណាមានគេថាមានកម្មឬមានគ្រោះមានភ័យហើយថាបាត់ធាតុហ្នឹងបានន័យថាធាតុហ្នឹងវាមិនមូលតកូលក្នុងខ្លួនឬហៅថាខ្វះបុណ្យនឹងឯងដែលយើងនិយាយថាបុណ្យហ្នឹងវាចាប់ខ្សោយទៅណាបុណ្យហ្នឹងវាខ្សោយធ្លាក់ខ្សោយទៅដល់អញ្ចឹងទៅគេមុនលោកនេះហើយអ្នកមុនលោកក៏តែគេហៅញោមពេជ្រវិចាហ្នឹងទៅបានដឹងថាលោកណាបានចេះចឹងទៅបានក្នុងមុនលោកតាចន្ទៈធម្មោគង់ភោហើយជាប់មកអាត្មាដែលគៀនសារ៉ាតមកដែរយូរទៅបានជាប់រហូតមកហ្នឹងអញ្ចឹងធម៌គុំធាតុហ្នឹងគឺធម៌ដូចដែលយើងធ្វើបុណ្យចម្រើនបញ្ជនអញ្ចឹងពីព្រោះយើងបំពេញបុណ្យបន្ថែមបំពេញធាតុដែលវាចាប់ដើមបាត់រលត់ហ្នឹងឲ្យវាមូលតកូលធាតុមកវិញហើយយើងសូត្រថាឧទ្ធេធមបតវ័យធាតុទៅជាតិតែបវេធេធនអាបោធាតុជាតិបវេធេធបតិជោធាតុជាតិបវេធេធពវិយោធាតុជាតិបវេធេយអាកាសធាតុជាតិបវេធេធវិញ្ញាណធាតុបវេបានន័យថាប្រមូលធាតុនឹងដាក់មកវិញបានន័យថាម៉េចបានន័យថាកាលណាបើធាតុខ្សោយបានន័យថាពលឺខ្សោយចង់អស់បច្ឆេះខ្លះចង់អស់ប្រេងខ្លះចឹងយើងថែមបច្ឆេះថែមប្រេងធ្វើឲ្យពលឺភ្លឺថ្លាវិញហើយយ៉ាងណាមិនដូចទេវតាពលឺធ្លាក់ចុះចិត្តអស់បុណ្យអញ្ចឹងទៅបើមានបុណ្យនេះដូចយើងធ្វើបុណ្យហ្នឹងផ្សាយទៅដល់ទេវតាឬក៏កូនរបស់ទេវតានឹងបានមកបួសមិនមែនកូនទេវតាមកបួសទេកូនបានជាតិមុននេះយើងកំពុងបួសអញ្ចឹងណាដល់ពេលកូននេះអូតកូនឡែននេះទៅបួសអញ្ចឹងទៅស្រាប់តែកូនឡែនហ្នឹងគឺធ្លាប់កូនរបស់ទេវតាជាន់ចាតុមហារាជកាយនោះដល់គាត់ចិត្តអស់អាយុស្រាប់តែកូនជាតិនេះគេបបួសហើយញោមយើងប្រហែល4-10ជាតិមុនឥឡូវគាត់កើតចាតុមហារាជកាតើហ្នឹងគាត់ស្រាប់តែមានពលឺភ្លឺឡើងវិញបុណ្យគាត់រីកចម្រើនតែគាត់អាយុវែងតទៅទៀតអញ្ចឹងដូចយើងធ្វើចម្រើនបញ្ជនអញ្ចឹងបានន័យថាគាត់ភ្លើងធាតុរបស់គាត់ចង់រលត់តែយើងបន្ថែមភ្លើងធាតុគឺបនហ្នឹងបន្ថែមឲ្យគាត់រឹងរឹតតែមានពលឺឡើងតទៀតទៅវាបានកុសលចម្រើនតទៀតហើយបានវែងតទៀតហ្នឹងហើយគឺអត្តន័យចម្រើនបញ្ជនបានន័យថាឲ្យបុណ្យកុសលហ្នឹងជួយអបស្ទោឧបធម្មបកកម្មអនុបទានកកម្មជីវិតមហកម្មដើម្បីលៀងជីវិតនឹងឲ្យប្រសើរទៀតហៅថាចម្រើនបញ្ជននឹងទី1ទី2បច្ច័យ4បច្ច័យប្រែថាអាស្រ័យតម្រូវការចាំបាច់របស់មនុស្សសត្វទាំងអស់គ្នានឹងត្រូវការបច្ច័យនឹងគ្រប់គ្នាសូមបញ្ជាក់បច្ច័យនឹងមិនរាប់តែរូបិយប័ណ្ណរូបិយវត្ថុគឺលុយកាក់នឹងអត់ទេបច្ច័យ4ហ្នឹងបច្ច័យ1ហៅថាជ័យវរបច្ច័យហើយជ័យវរបច្ច័យហ្នឹងគឺទាំងលោកក៏ត្រូវការប្រើទាំងអស់លោកប្រុសលោកស្រីញោមញាតិឯកឧត្តមលោកជំទាវក៏ត្រូវការប្រើដូចគ្នាបើប្រសង់នេះស្បង់ស្បៃត្រៃជីវរមកត្រៃនេះគេហៅថាជ័យវរបច្ច័យឧបាសកឧបាសិកាសម្លៀកបំពាក់ដែលស្លៀកពាក់ស្អាតស្អាងរូបរាងកាយបិទបាំងកាយកុំឲ្យក្តៅកុំឲ្យរងាកុំឲ្យរបបមូលខ្យល់នឹងគឺជ័យវរបច្ច័យហើយចាំបាច់បំផុតមិនអាចខ្វះបានទេអត់សម្លៀកបំពាក់មិនបានទេ
នេះមិនក៏ខ្លាំងហ្នឹងអញ្ចឹងមែនយើងមើលម្នាក់ណាដែលដូចមកកម្មវិធីយ៉ាងណាហ៊ានមកខ្លួនដតេទៅកើតគឺត្រូវតែមានស្លៀកពាក់សមរម្យនឹងឯងពីព្រោះអាហ្នឹងរបស់តម្រូវការចាំបាច់ចឹងគេហៅថាបច្ច័យប្រែមកថាគ្រឿងអាស្រ័យជាចាំបាច់របស់មនុស្សសត្វគ្រប់រូបសត្វបើសត្វឆ្កែរោមវាហ្នឹងគឺជ័យវរៈបច្ច័យហើយបើសត្វត្រីសកាវាហ្នឹងជាជ័យវរៈបច្ច័យអញ្ចឹងទាំងអស់អត់មានណាមួយត្រូវខ្វះបច្ច័យ4ហ្នឹងទេទី1គឺជ័យវរៈ2បណ្ឌបាតបច្ច័យបណ្ឌៈហ្នឹងប្រែថាដុំបាយសត្វទាំងអស់ចាំបាច់រស់នៅអាស្រ័យនឹងអាហារណាមួយអត់អាហារទៅរស់នៅកើតអត់បានទេត្រូវតែត្រូវការអាហារគឺបំបាយនឹងឯងអញ្ចឹងបណ្ឌបាតបច្ច័យយើងធ្វើបុណ្យមានអាហារនឹងឯងមានចង្ហាន់នឹងឯងហើយថ្ងៃហ្នឹងបន្តិចទៀតហ្នឹងទទួលភ្ញៀវទាំងតុកហ្នឹងបណ្ឌបាតហូបវាបដាទៅកុំចាំបាច់ចប់ទេសនាហូបទៅហូបហើយដូរគ្នាកេះហ្នឹងតែហូបហ្នឹងខ្ញុំស្ដាប់ចំនួនទៅបានមានអីយោតែដើរហូបបដាអញ្ចឹងទៅជួនកាលទៅក្លិនមកទៅអាត្មានេះធុកឆ្អែតតិចតែឈ្ងុយដល់ខ្ញុំណោះហ្នឹងហើយបណ្ឌបាតបច្ច័យហ្នឹងពេលដែលយើងចែកទានឲ្យទានហូបហ្នឹងជាបណ្ឌបាតបច្ច័យមួយញៀវពលឺញោមញាតលោកតានិយាយមកទទួលអាហារដែលម្ចាស់បុណ្យគេធ្វើឲ្យថ្ងៃហ្នឹងឈ្មោះថាបណ្ឌបាតបច្ច័យហើយស្អែកយើងរាប់បាតប្រគេនចង្ហាន់សង្ឃជាបណ្ឌបាតបច្ច័យហើយរបស់ហ្នឹងសំខាន់ណាស់មនុស្សសត្វរស់នៅតែបានអាស្រ័យអាហារអត់អាហារស្លាប់អត់អាហារស្លាប់អត់អាហារគឺអត់ជីវិតអត់អាហារគឺអត់ពណ៌សម្បុរបានន័យថាមនុស្សអត់អាហារទៅគេស្គមស្គាំងរីងរៃសោះក៏ក្រោះអត់ស្អាតចឹងអាហារហ្នឹងធ្វើឲ្យស្អាតឲ្យមានពណ៌សម្បុរល្អអាហារឲ្យមានអាយុវែងអាហារឲ្យមានបញ្ញាមនុស្សអត់អាហារបាត់ស្មារតីមានអាហារទៅមានស្មារតីរឹងប៉ឹងបើទៅរៀនទៅសូត្រហិតតែបកកែមានអាហារទៅបំពេញការងារទាំងឡាយទាំងពុំប្រព្រឹត្តទៅបានចឹងគឺតែបណ្ឌបាតបច្ច័យនឹងចាំបាច់ណាស់តម្រូវការណាស់ចឹងបានគេធ្វើបុណ្យគេមិនចោលបច្ច័យ4នឹងទេមានបណ្ឌបាតជាដើមដែរនេះបណ្ឌបាតបច្ច័យទី3សេនាសនៈបច្ច័យសេនាសនៈប្រែថាជំរកកន្លែងអាស្រ័យគឺជំរករាប់តាំងពីកតេលខ្នើយមុងភួយចានឆ្នាំងផ្ទះក្រែម៉ាស៊ីនត្រជាក់កង្ហាលលាក់របស់ប្រើប្រាស់សិតតែសេនាសនៈបច្ច័យចាំបាច់យើងចិញ្ចឹមម៉ែឲ្យម៉ែនៅបានសុខស្រួលម៉ែមានពូកសម្រានម៉ែមានកង្ហាលមានម៉ាស៊ីនត្រជាក់និងសេនាសនៈបច្ច័យមានសម្លៀកបំពាក់មានអាហារមានសេនាសនៈនឹងធ្វើគាត់សុខសប្បាយយូរវែងដល់ធ្វើបុណ្យឲ្យគាត់សេនាសនៈបច្ច័យនៅក្នុងឆ្នាំហ្នឹងច្រើនណាស់គាត់ប្រៀបចំទាំងអស់សិតតែរបស់បណ្ឌិតល្អណាស់ញោមញាតអូណាហើយគាត់មុនលោកហ្នឹងជំរើសមុនច្រើនវត្តហ្នឹងហើយបើតអាត្មាមួយនេះ7វត្តម្នាក់ឯងបាទណាមិនបានចឹងវត្តអាត្មាបួស34ប្រះវស្សាបួសអាយុថ្ងៃហ្នឹងខ្វះ2ឆ្នាំទៀត50គេចឹងបួសប៉ុណ្ណឹងទៅត្រូវនៅវត្តបាន7វត្តក្នុងវត្តហ្នឹងហើយចឹងញាតិញោមខ្លះឲ្យថាចង់និមន្តធ្វើបុណ្យបានមុនលោក7វត្តបាទមុនអាត្មាមុនហ្នឹង7វត្តបានមែនហ្នឹងហើយបួសនៅវត្តសវណ្ណគិរីចិត្តបានថ្ងៃហ្នឹងមុនព្រះអង្គសទ្ធីវត្តសវណ្ណគិរីនៅសុកត្បូកមកខេត្តត្បូងឃ្មុំមកព្រះអង្គដែរយោមថាវាយវត្តហ្នឹងគឺថាបណ្ឌិតលេខ1ហើយគឺថាអស្ចារ្យគាត់តែចានហ្នឹងមួយបើ$10-20ណាសភាមួយហ្នឹងក៏ថ្លៃអស់ទាំងអាយុជីវិតហ្នឹងរបស់ហ្នឹងគាត់ខូចផងឬពិតអញ្ចឹងគាត់ចង់បានបុណ្យកុសលល្អគាត់បានរៀបជាសេនាសនៈបច្ច័យហ្នឹងសិតតែ
សម្រិតសម្រាំងហ្នឹងគឺថាយកអាល្អមិនហៅថាអាល្អហើយអាទឹកតែតំណើបទឹកចេញថ្មីអាប់ដេតសេរីថ្មីរបស់កម្រិតហាយខ្លះតែចឹងដល់កំពូលមកយ៉ាងមកបានបុណ្យកុសលគាត់ថាព្រោះនៅក្នុងអានិសង្សបុណ្យគេថាអ្នកឲ្យរបស់ល្អរមែងបានរបស់ល្អណាវាចឹងគាត់កំផែងណាគាត់ស្បាយចិត្តនឹងសេនាសនៈបច្ច័យនិយាយពីប្រសង់ព្រះអង្គគ្រូចាអធិការវត្តពុទ្ធខោសាចារាជធានីភ្នំពេញព្រះអង្គមនីសរណៈមានស្រៀនស្រន់គ្រូចាអធិការវត្តបកៅសាកោត្រៀនស្រុកកំពង់សៀមខេត្តកំពង់ចាមព្រះអង្គចន្ទធម្មោអេងសុគង្គគ្រូចាអធិការវត្តសវណ្ណគិរីជាស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយរួមទាំងអាត្មាហ្នឹងអចារ្យការគេរីគុសលស្ដាមវត្តពុទ្ធខោសាចាធ្លាប់នៅវត្តពុទ្ធខោសាចាវត្តរាំងសីវិហារសសរ108វត្តវិហារខ្ពស់វត្តថ្មពេជ្រវត្តទួលពិសិដ្ឋនិងវត្តសវណ្ណគិរីគឺនៅម្នាក់ឯងនឹង7វត្តហ្នឹងចឹងគាត់មុនហ្នឹងគឺថាសម្រិតសម្រាំងថាយ៉ាងម៉េចឲ្យបានរបស់របរហ្នឹងយកប្រើបានច្រើនវត្តហើយបានយូរវែងតទៀតបានខំមុនតាំងពីត្បូងឃ្មុំកំពង់ចាមរាជធានីភ្នំពេញមកទទួលនៅបុណ្យបច្ច័យ4ពីលោកចឹងបច្ច័យហ្នឹងវារបស់សំខាន់ប្រើប្រាស់នឹងឯងគឺសេនាសនៈបច្ច័យពីព្រោះរបស់ហ្នឹងចាំបាច់មនុស្សម្នាក់អត់អាចខ្វះរបស់ប្រើប្រាស់ហ្នឹងបានទេជាពិសេសជំរោគនឹងតែម្ដងសេនាសនៈបច្ច័យនោះទី4គឺគិលានអភិសច្ចបច្ច័យគិលានហ្នឹងគឺយើងធ្លាប់លើហើយនៅពេទ្យគេហៅគិលាននុបដ្ឋៈគិលាននុបដ្ឋៈហ្នឹងបានន័យថាជាបាលអ្នកជាបាលអ្នកជួយជាបាលចឹងគិលានអភិសច្ចបច្ច័យហ្នឹងគឺថ្នាំជាបាលគឺយើងធ្វើបន់មានថ្នាំមានអីចឹងដែរបងមានថ្នាំមានភេសជ្ជៈហ្នឹងគឺជាគិលានអភិសច្ចបច្ច័យណាគេណាបច្ច័យទាំង4ហ្នឹងឃើញគាត់ធ្វើទាំងអស់ក្នុងការធ្វើបន់ក្នុងព្រោះមនុស្សយើងឈឺអាពាធត្រូវការព្យាបាលហើយក៏បានព្យាបាលជាអីវាសំប្រកបហើយបើយើងអត់ធ្វើបន់ធ្វើទានអត់មានអញ្ចឹងទេទៅព្យាបាលអត់សំប្រកបដែរដោយជំងឺញោមយាយអញ្ចឹងគាត់អូជំងឺក្រោយ2 3វគ្គនេះគឺសិតតែលោះព្រលឹងជំងឺគាត់មិនធម្មតាទេខ្លាំងណាស់និយាយអញ្ចឹងយើងតាមនិយាយពិសេសវគ្គចុងក្រោយទៅដូរទៅពេទ្យកាឡម៉ែតហ្នឹងក៏អស់កោះហើយគឺមាននរណាមួយអាចសង្ឃឹមហ្នឹងណាញោមគឺរឿងពិតអញ្ចឹងតែបងគេនិយាយមិនប្រមាថទេប៉ុន្តែរឿងពិតហើយក៏វាសនាល្អណាស់ប៉ុនគាត់ជួយហើយទេវតាពេទ្យហ្នឹងក៏គាត់ខ្លាំងទៅទៀតពេទ្យគាត់យកចិត្តទុកដាក់ពេទ្យខ្មែរយើងមិនអន់ទេប្រកែណាមានការយកចិត្តទុកដាក់ជាបាលមនុស្សយើងមើលទៅអស់សង្ឃឹមជាបានណាហ្នឹងហើយដូចញោមអាត្មាអីគាត់អស់សង្ឃឹមមែនតែគាត់ជាបាលរស់បានជាង10ឆ្នាំរហូតដល់86ឆ្នាំមកគាត់ស្លាប់អីចឹងសាវពេទ្យអីចឹងតែគាត់ជួយបានអស់ចិត្តអស់ថ្លើមមកគាត់មិនយើងគុំកតោថាពេទ្យយើងអីកើតទេអត់ទេអាត្មាជឿជាក់ថាពួកគាត់ល្អហើយល្អគាត់ល្អដើម្បីអាត្មានឹងមកពេទ្យដឹងថាម៉េចទេញោមអាត្មាមិននិយាយបញ្ចូលពេទ្យទៅសាវពេទ្យពូតពេទ្យអីថាម៉េចទេព្រោះអាត្មាទៅជួបពេទ្យណាក៏ទទួលរយៈតែឲ្យយកចិត្តទុកដាក់មើលអាត្មាណាហើយភាគច្រើនសិតតែ free ឲ្យទៀតអាត្មានឹងគឺចំពេទ្យដូចល្អតែមកតិចដល់អ្នកខ្លះទៅឮថាទៅជួបពេទ្យពិបាកណាស់ពេទ្យចេះអាត្មាចេះស្ងៀមទៅប៉ុន្តែខ្លួនឯងមិនដែលជួបពេទ្យមិនល្អសោះសុំល្អហើយសិតពេទ្យប្រកែទៀតជួបបុណ្យកុសលជួបបាក់ផ្សែងគាត់ក៏មិនដឹងប៉ុន្តែបាននេះគឺគ្រាន់តែចង់បញ្ជាក់ថាយើងត្រូវឃើញថាគុណតម្លៃរបស់លោកគ្រូពេទ្យអីគាត់ជួយយើង
បានសគ្រូហ្នឹងក៏ជាបុណ្យកុសលរបស់គាត់ផងហើយយើងក៏បុណ្យកុសលយើងដែរឧបនិស្ស័យដែលយើងបានធ្វើបុណ្យធ្វើទានមានថ្នាំមានសង្កលយើងទៅការទៅជាបានត្រឹមត្រូវល្អដូចសម័យព្រះអញ្ចឹងណាកាលណាបើយើងខ្វះអានបុណ្យដែលយើងធ្វើហ្នឹងស្រាប់តែឧបនិស្ស័យខ្ពស់បំផុតដល់ត្រូវបានអរហត្តផលយើងខ្វះដូចរឿងបកសាទហ្នឹងគឺស្ដេចមិត្តភ័ក្តិរបស់ប្របាទពំភាសានឹងមានប្រកាសសម្ដែងនៅក្នុងហ្នឹងឯងនៅក្នុងសតន្តបិដកទី28នៅក្នុងធាតុវិភាំងកសោតនឹងឯងបកសាទហ្នឹងគឺស្ដេចហើយគ្រាន់តែបានស្ដាប់ថាគុណពុទ្ធគុណពធពុទ្ធោឧបណ្ណងលោកេធម្មោឧបណ្ណងលោកេសង្ឃោឧបណ្ណងលោកេពុទ្ធពធប្រសង្ឃកើតមានឡើងហើយក្នុងលោករតនៈឯណាមួយទ្រព្យសម្បត្តិឯណាមួយឲ្យស្មើនឹងពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈមិនមានឡើយទាំងមនុស្សលោកទេវលោកព្រហ្មលោកមានរលោកអស់នឹងគឺឲ្យស្មើពុទ្ធពធប្រសង្ឃមិនមានទេលះបង់ទ្រព្យសម្បត្តិលះបង់ជាខ្សត្រកោសក់បងស្បែកត្រៃជីវរបួសហ្មងបួសហើយបានទៅបួសឧបជាបួសហើយណាគឺដោយព្រះពោធិសត្វពេលដែលព្រះអង្គយាងមកបួសអញ្ចឹងណាគឺកោសក់ខ្លួនឯងខ្លួនឯងយកស្បង់ស្បែកជីវរបាតមួយកាន់រយមកសម្ដៅព្រះពុទ្ធផងហើយព្រះពុទ្ធទ្រង់ដឹងថាបកសាទហ្នឹងអាយុមិនវែងទេត្រូវគត់ឥឡូវហើយអញ្ចឹងព្រះអង្គមកសង្គ្រោះបន្តទៀតនឹងរឿងរ៉ាវនៅក្នុងសោតហ្នឹងវែងណាស់ប៉ុន្តែអាត្មាគាត់សង្ខេបឲ្យខ្លីថាចំណុចដែលយើងខ្វះបុណ្យនៅបុណ្យដូចជាបុណ្យអញ្ចឹងបច្ច័យ4អញ្ចឹងដល់តែបកសាទនឹងគាត់មកស្ដាប់ព្រះធម៌ព្រះសម្មាសម្ពុទ្ធបានសម្រេចសម្ញ្ញផល3សម្ញ្ញផល3ហ្នឹងគឺសោតាបត្តផលសក្តិគេមិផលអាណាគេមិផលហើយបើបួសក្នុងសំណាក់ព្រះសាស្តានឹងបានជាអរហត្តផលជាអេហេភិក្ខុត្មងប៉ុន្តែគាត់អត់មានឧបនិស្ស័យដោយសារតែអត់មានស្បង់ជីវរគ្រប់វាអត់គ្រប់អដ្ឋបរិខា8ហ្នឹងវាអត់គ្រប់ដល់អត់គ្រប់អញ្ចឹងទៅមូលហេតុអីថាមកពីបុព្វជាតិលោកមិនដែលបានប្រគេនអញ្ចឹងអាហ្នឹងអានេះវាអត់មានបានធ្វើបុណ្យនឹងគេអញ្ចឹងមកវាខ្វះបានតែនឹងបានធ្លាប់ធ្វើបុណ្យមកគឺកើតឡើងឯងព្រឹកអេហេវិខុគាត់ហៅប៉ុណ្ណឹងពេញវឹកមកអរហត្តផលមួយជីវិតជាអរហត្តបុគ្គលបាត់ប៉ុន្តែអត់បានតែអញ្ចឹងទៅបបិទ្ធព្រះអង្គដ៏ចម្រើនពេកបានអនាគិផលហើយជិតដល់ហើយណាខ្ញុំព្រះអង្គសូមប្រភ្នោះក្នុងព្រះសាស្តាអង្គសួរថាបកសាទមានស្បង់ជីវរគ្រប់ប្រដាប់ហើយនៅតាន់គ្រប់ទេបើមិនតាន់គ្រប់ទេត្រូវសិនទៅតែព្រះអង្គដឹងតែអត់ផ្លូវទេអត់ទៅទៅនិយាយកាត់ទៅចុះអត់ទៅរកអ្នកមានទេមនុស្សអ្នកបានអ្នកផលខ្ពស់ខ្ពស់ហើយសុខចិត្តទៅប្រមូលសាច់កណាត់ដែលគេចោលតាមណោសម្រាមណោអីមកប្រមូលធ្វើជាជីវរវិញកាលណាបានគ្រប់វាដើរទៅវិច័យដំគោវាទឹកកើតកូនវាការពារកូនវាបុកលោកសគុតនៅបណ្ដុំសម្រាមនឹងសគុតទៅមកទៅគាត់ទៅសគុតលៀមទៅអវិហាតបាចូលអកនិតតកៈព្រំហើយបានជាព្រះអរហន្តនៅនោះឥឡូវនៅជាអរហន្តនៅព្រំលោកសទ្ធាវិព្រំឯណោះសគុតភ្លាមអរហត្តភ្លាមហ្មងហើយមានស្បង់ស្បែកត្រៃជីវរព្រឹបតែម្ដងទៅនេះគាត់តែចង់បញ្ជាក់ថាកាលណាបើខ្វះបុណ្យណាបើមានបុណ្យហ្នឹងមិនចាំសគុតកោបុកអីចឹងទេគឺបានស្បង់ស្បែកត្រៃជីវរអរហត្តនៅមុខព្រះនឹងដបងបាត់ទៅហើយប៉ុន្តែដោយអត់ចឹងទៅក៏សគុតទៅសគុតយើងចេះច្រឡំថៃចូលបានជួបព្រះក៏ប៉ុណ្្នឹងហើយនៅកោបុកស្លាប់ទៀតណាថាមានកម្មកសលទៅដល់ពេលវេលាចឹងហើយទៅហើយប៉ុន្តែយើងគិតមើលទៅក៏ទៅចោះទៅដល់នោះជាសភាវៈព្រមអរហត្តទៅហើយមិនរមាក់លមទេណាអស់កិច្ចដែលត្រូវបំពេញត្រូវសិក្សាមានតែមួយគឺទេកន្តបរមសុខអស់បច្ចុប្បន្នគឺនិព្វានតែម្ដងហ្នឹងគឺយើងនិយាយថាម៉េចនិយាយថាអានិសង្ឃ
chay và đặt phải chay nó cứ song khăn đó năm nay năm dương thưa con chăng ấy để cả thân là tiên với cả phải chay buồn này chăng về để dương bàn từ chụp pré từ chụp pré để trạc cao còn là cặp dương nó pré à ray dương mệt trái dương bàn từ chụp to và ống sẽ đập bật thọt để sna năm ngày bông bột pha bông hà gây đó sao đâu bạn đi xài số bài chua bè đây mệt trái đập thò mà kia thà pi kia thả bàn chia ục khát để tàn nhiều bột cồn rư vì bạchจะtàn nhiều bột cồn và là hay bị khó và rực ấyออกมาเป็นจนในแปรละหอนนั้นคือนับเพียงน่ะbạn đi xài này ăn đi xong là hốt tay chấm là bồn một xào chấm ban dương tại thua bị chạy buồn nắngหรือก็ทันปีในอย่างไรไอ้โยมก็เธอได้ฉะนั้นนั่นก็ทันก็เธอทอมเลยกาโคลนไอ้ใบบุญแต่มาดังตอนนั้นวัดบทเขาซาช้ามวยวัดสวรรค์กรีมวยวัดเตรียมนุ่มมวยไอ้วัดเซงเด็ดมาชนะก่อนแล้วกับทันก็อัดเขาเปิลใบกับทันเนี่ยก็เธอไอ้เดียนโยมโซ่ก็เธอกับท่านได้สบายไหมโยบายโกนเอาเลยเอากะมาเมียนเท่านั้นแถวดิเธอก่อนเลยป้นเมียนซ้ายก่อนยายทาติดจังเบาอันนาจะนักในไฮเมียนเยาไอติเธอตะบอนก็เธอตะบอนมันอดควอลก็ทำเมียนเยาไอเตอร์แถวดิเยาบอนนั่นแต่เยาไอเตียดทำเมียนเยาไอเตียดแถวดิบอนเตะอันนี้เยาเตะก็บ้านจะมาทำcồn trái cái đấy cái hậu si tới cái ọt miền chui dương từ ngọt tới cồn trái mình ngọt tới chừng môi mình chui dương bàn tới tiết kéo bị dương bàn bằng bảy thứ luôn ấy tới sầm khăn có thợ pin tay pin trường luôn này có than chẳng ngọt có chốt chẳng ngọt vậy có thợ con pin tay pin trường có là hôn ngọt lò nên dùng cùng sờ lạnh trộm là hốt đau mình hiền hốt á hiền nhom class sờ lạnh clang bên hiền hốt hiền trai mình hiền thượng con này tê đọc về làm tới bàn ná mang con trai với trai á nhưng ta mình hiền hốt mình hiền trai mình hiền thượng con hiền thượng tiến cho nên đạo dương ta tê nhung đấy và tôi nói cái đạo dương có dương vô ta gọt bàn đây cùng tha đã cặp ba đã không mà chu cha cái quạt mọt đặt không mọt ao từ tiên đặt cả cái đặt mi hay ao từ tiên ọt dọc tay bàn tê bậc cọp và chọc bố chia pi bay năm tập con thư nơi miền nơi cạn tờ đai bố chia còn nơi tờ đai lấy tờ đai và lá bố chia cái say o hay đây vì ọt dọc tay bàn thì chứ miền đây dọc tay bàn nên là thời bon đừng thời bon à bon nó dọc tay bàn thời bàn sải chết thế này còn sải chết này hái bon là phải chạy buồn ở ngôi tiết đá bứ star trong khó giờ đá bứ star anh nhìn vô mà chẳng nói ấy đa pusda nó là vật thà là chạy buồn nó nhìn vô xây khoa nó thầy bị chạy buồn một lục buồn ong nhắn thở cái thằng mưa thằng bắt ọt đấy đó chạy buồn nó ở tập liên và đá chạy và đá tập mà chốt một lục buồn ong còn phải chạy buồn nó mà ong còn phải chạy buồn này khi buồn mà ong phải chạy buồn là mấy phải chạy buồn vì buồn lúc cả tối chỉ phải chạy buồn bởi chân một phải chạy buồn lúc do cả bọn nó tại bảo vót lúc chạy xong hờ chạy buồn chứ á ai bà sơn là môn mà buồn ong ập lao tay chia một cô buồn đấy ong lúc do tới bàn tại sao vì cướp chụp buồn xong hai strike hai ập lao chia một cô nó có phải chạy buồn này ba này ai có cho môn phải ong buồn ong bọc ong phay ong ai tầm miên buồn và đạp cứ phải chạy buồn này ọt miền do chủng luôn lục sóng chỉ phải chạy buồn cứ chủng luôn xong thì đẹp hay xong rồi đấy nó phải chết mà em tha trăm thì hãy đọt buồn cho năng hay bà đá nó buồn mà o tí miền tay nịch mùi bạn ta tầm mày buồn nó tầm mày chốt còn phải chạy buồn này mà chẳng phải tỏ buồn chốt tự nhiên nó cứ ở giờ chết bị phải chạy buồn và nó còn là thà dương thôi cũng ở được ca xong say dương tới ở được hơn buồn nhân tới rồi hơn hết được chờ đại bàn chờ ông pi đương đa pusda đà rạ prai thà chlong đà nó prai thà chlong đà rạ nó prai thà chlong đội bốn đà đấy
mau pi bằng cuốn ban dương chlong bàn chlong cái ná dương chi phơi rót phơi ấy ở ngày nắng mau pi dương ban bằng cuốn chùn rót buồn thẹn nó cứ thạc bị ca dương ban đặt chùn rót tới tam để dạ ấy tam để dạ mà tô lan để dương chi nó đưa cái tinh phèn tinh ấy cái chạm nó cái cáp chùn buồn nó ở hai đấy buồn nâng tới bán đà nè bàn này phải dương chlong cắt phơi kia ai từ mùi khai pi phơi lên pi phơi lên tụm ăn cái đó còn dương từ bàn đấy để xá dương bán bằng quần cái là quấn bà này đà rắn tới chlong đại từ mùi đó và dương thực bằng đà đà đấy cứ đà nó cứ chlong này bằng của sao là bằng dương hay đà nó cứ màu biết vật thà rắn bài thà đà bài thà ven cứ sầm đáy dốc kèm tí và ấp bị thom là đây là cรูai đam tê sa chá còn bàn miền bát sátในក្នុងការប្រកាសហេតុនៃបុណ្យដាពុស្ដាហ្នឹងដោយសារតែយើងនឹកឃើញគុណម៉ែគុណឪនេះគុណម៉ែគុណឪតាមរយៈព្រះពុទ្ធសាសនាពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រោសពុទ្ធមេត្តានៅឋានតោសិតពុទ្ធមេត្តានៅឋានតោសិតបានព្រះអង្គទៅប្រកាសសម្ដែងនៅឋានតាវតឹងទេវលោកថ្លឹងថ្លែងគុណម្ដាយគុណញោមស្រីហ្នឹងឃើញថាកម្ពីព្រះវិន័យ13ក្បាលចាប់ពីក្បាលទី1ដល់ភាគទី13ហ្នឹងគឺមានចំនួនមាន 21000 បឋមខណ្ឌ 21000 បឋមខណ្ឌបៃតកមាន13ភាគក៏ទៅអត់ស្មើគុណមេត្តាទេដល់ទៅអភិធម្ម64ក្បាលចាប់ពីភាគ14រហូតដល់ភាគ77គឺមាន 21000 បឋមខណ្ឌទៀតមើលទៅគុណមេត្តាញោមស្រីហ្នឹងគឺអត់ស្មើទេអញ្ចឹងមានតែប្រអភិធម្មមាន 42000 បឋមខណ្ឌហើយមាន23សភៅប្រតិបដកមានមាន 42000 បឋមខណ្ឌថ្លឹងថ្លែងទៅគុណឃើញថាស្មើគុណមេត្តាស្មើគុណញោមស្រីតែព្រះអង្គសម្រេចយកព្រះអភិធម្មដែលហៅថាធម៌ពុស្ដាហ្នឹងយកទៅប្រកាសសម្ដែងនៅឋានតាវតឹងប្រោសពុទ្ធមេត្តាផងហើយទេវតាយ៉ាងច្រើនបានអ្នកផលដល់ទៅ80កោដទៀតចឹងអានិសង្ឃពុស្ដានេះគេថាបានអានិសង្ឃ80កោដអានិសង្ឃក៏យើងទៅបានពុស្ដាហ្នឹងឯងយើងរាប់មើលកោដហ្នឹងយ៉ាងម៉េចទៅយើងរាប់ថាម៉េចទៅដល់ចំណុចកោដហើយមិនមែនមកកោដទេណា80កោដអានិសង្ឃនោះពលលោកបានសម្រេចទេវតា80កោដហើយញោមទៀតបានលោកកានាមិស័កសោតាមានបានសត្តខតតងឯកពីជីកោឡាំងកោឡាហល់ឲ្យបានសម្រេចជាអ្នកផលជាសម្មញ្ញផល1សម្មញ្ញផល2សម្មញ្ញផល3រហូតអរហត្តផលអីចឹងគឺថាបានអំណាចនៃពុស្ដាអញ្ចឹងបានគេធ្វើបុណ្យហ្នឹងយកតាមទំនៀមរបស់ព្រះសម្មាសម្ពុទ្ធដើម្បីសងគុណម្ដាយបានធ្វើតាពុស្ដាតាពុស្ដាអញ្ចឹងតាពុស្ដាហ្នឹងព្រះអង្គទៅសម្ដែងមាន7អង្គណាដោយយើងមកធ្វើបុណ្យតាពុស្ដាឲ្យម៉ែអញ្ចឹងមុនលោកតាពុស្ដាមុនលោក4អង្គហ្នឹងមកតាមិនហ្នឹងអត់ទេមុនអាត្មាមួយក៏សូត្រតាឲ្យបានដែរញោមអាត្មាសូត្រឲ្យបានតែបើថាចង់បាន7វត្តចុះអាត្មានៅ7វត្តដែរតាមិនតែចង់និយាយថាបានជាគេធ្វើ7អង្គហ្នឹងដោយសារអីដោយសារថាគេខ្លាចឲ្យលោកមកខ្លាចបានមួយទៅក៏បានមួយបើមិនបានមួយក៏បានមួយដែរខ្លាចលោកអត់ចែកគ្រប់ធរហ្នឹងអញ្ចឹងណាចាំមិនវត្តលោក7វត្តឬក៏7អង្គអីចឹងទៅហើយរឿងតាពុស្ដានេះគឺមិនមែនរាប់អ្វីដតីខ្លះកម្រិតអីផ្សេងទៀតតាំងពីមានអីណាបាយបិទតបោអីគ្រប់បែបគ្រប់យ៉ាងឲ្យបានលោកដាកើតអត់អីទេអត់មានសំខាន់ទៅលើវត្ថុនោះទៅវត្ថុនោះគឺជាគ្រឿងទានរបស់យើងដើម្បីបូជាបុណ្យនឹងទេអញ្ចឹងយើងមានអ្វីយើងបូជានឹងទៅហើយលោកសំខាន់លោកស្វាជាព្រះធម៌ព្រះអភិធម្មនឹងហើយយើងស្ដាប់ដោយសេចក្តីគោរពនឹកដល់គុណហើយអានិសង្សបុណ្យ80កោដ
ban thọ mà nâng song con mà đai nè mà song con mà đai đi song buồn nè đi song buồn nè để con đà của ta nâng chẳng lộc buồn óng đa ban đấy ban đa chuồn cao đấy con đà của ta khi rọp ba tiền mấy ban đa của ta chờ đợi rọp ba chẳng rọp bát song con đà của ta song con mẹ mấy ban chẳng bây đại pre từ song con tập bay đá cứ có ban sợi thôn từ né và ông non pre là hòn không sọc chớn còn ông tới ban bạt là hô tới đò vàng lại ban đò vàng ấy bay đá tung màu mỏng lục cầu này còn là mà chẳng hàn so chẳng bạch bần ấy cục cà lay trong ô màu tề màu khoác ấy chan nó đặt bạt đại lục chan tới sầm đai thọ tới cột tập bay đá ban đặt bạt nó ngay cái hai tháng sòng còn nó còn là tam còn tới đặt bạt nó ngay sẽ đặt là thọ bạt thọ tới ban mẹ phò tới rồi sòng còn chẳng ban kỳ dọc này diêm thả bần bát cứ đặt bạt nó cứ sòng còn đào bờ sòng xoát chơi đà nó sòng còn mai chẳng hai ban kỳ từ bọn đà bữa sáng thì chờ nên miền rọp ba để chẳng sải chứ cho ba buồn màu rọp từ lâm lớn mong của môi bờ nó lúc chăm về cu mong của bấy nó masca paratana trái vậy từ láng buồn cái họ ba nhớ mà họ ba màu lúc sốt đa từ chọc ấy chọc tới Pakin hàng lúc chăm thay thoáng nâng tờ bong từ của thà nhôm còn chủ chân ở lộn này bàn chăn bàn ấy cái đây chẳng bàn chuột một lộn một ấy nó cứ quạt sẽ lành chân trong ấy lục từ quạt từ ấy cứ khai hot rồi còn khai mà khô và ha được không còn là phiền đi hay chỉ bị xét quạt trong bàn phiền cọ cái đây ở bàn lục này các bài nó vậy bị quạt đôi bị xa tha nhưng mà trong ai còn mình cha đi chăng anh na lục nơi ngày nay anh là đợt mà nha là thoát cho đấy còn lâu rồi ấy thì tại sao anh nhung này bèn bình đấy nước cá hòn là hồ đấy con ngày lên Nam hạt pra này cả na ngày mà màu miền ban lên Nam hạt pra đấy ta là quân lấy cái quân cờ là ấy toàn miền ấy được óc và là sẵn khăn cái lớp cả lâu ấy nó lanh như là màu con này lúc này định vô không chừng mong độ tầng hai đã cho trên tam mọt tiên hãy ở tê chẳng hàn lô ở côn vô lôi ở lô thư chẳng hàn lô bay ngay cứ con thơ là hầu tăng ta bị con chư tịch con chư hợp cả lăng là hôn đó mà lâm ngay nó người ta mà tôi thở sân là từng hai trong cái đó ở ta đăng smart ở đây trong giấy ta ở được con giấy bán cứ đẹp ta thơ con mày còn thằng này trên hàn lột trên đây chỉ cả mà từ sẵn đó xô con này mà từ là đất con pe đất bông ôn pe do phải chay tại chuông con ót tôm tại tôi đánh cha đánh con chay do tới cái lục thư chẳng hạn thư chẳng lục bay thay nhưng thay phải chay thư chẳng hạn lục bay thay hay chăn mà vót bay thay tiền chẳng nó cứ tập chặt con đấy bật một con con ban tỏ lọt mà vinh hay là hốt mà lấy con chay ba mình bình bon đà đà top song song con máy xong tam vật thô bồng nò hơi ná bồng ôn á chẳng phần năng trong thọ tê sna phần năng bán hay bổ tha hay tầm tê sa cha còn đặt sầm lúa bay năng ở mà bọc xẻ còn về thả ta mà chuồn cái thứ mấy thứ này thứ mấy chạy buôn ấy đã cứ sa lấy ỏi là nhôm đó đạp ba đấy ba này nhôm nó đạp ba phần năng bán này ai thua cái tiết nhôm ba này hôm mà ở đây là cắt sắt tê sna này nhôm hộp ở trái tới chợ lụa mà phò mà nhôm na hộp tập pin trà đấy tham bay trà này lục trà phò từ đây nhôm bột đấy bằng trái
ឲ្យលើកលោដោយថ្មយល់នោះថាសាសុខភាពឲ្យបានល្អបានធ្វើបុណ្យទៅទៀតបានយូរវែងជាពិសេសរកសេចក្តីសុខស្ងប់នៅក្នុងសន្តានណាយល់ណាមានព្រះពុទ្ធមានព្រះធម៌មានព្រះសង្ឃមានបុណ្យមានកុសលមានទីពឹងមានទីពឹងអង្គចាំកណាកន្លែងមួយនេះទៀតម្ដាយថាផ្ដាំមិនផ្ដាំទៀតថាអត់ពីគាត់ទៅត្រូវរាប់ព្រះអង្គសូមរាប់អានព្រះអង្គរួចបងប្អូនណាព្រះអង្គម្ចាស់ផ្ដាំឲ្យផ្ដាំទៀតអត់ឲ្យផ្លិចទេព្រះអង្គហ្នឹងហើយបងលោកកូនល្អណាស់បងធំបជាបន្ថែមហ្នឹងណាគឺពិតប្រកបជាមែនហ្នឹងហើយបងក៏គាត់ដឹងដែរគឺគាត់ផ្ដាំផ្ញើរហូតយកមកផ្ដាំតាមកូនណាមកផ្ដាំដែរអត់ជួបមុខអាត្មាគាត់ផ្ដាំកូនគ្រប់គ្នាចំណិចហើយកុំភ្លេចលោករាប់អានលោកស្រឡាញ់លោកដូចបងប្អូនរហូតអត់ពីម៉ែទៅរាប់អត់មានចៅគ្នាបានទេណាព្រះអង្គគឺគាត់មានប្រសាសន៍នឹងយ៉ាងជាក់ស្ដែងណាព្រះអង្គហើយថ្ងៃក្រោយមកទៀតអាត្មាមកឆាន់នៅហ្នឹងមកឆាន់នៅហ្នឹងបងធំអត់បានមកនៅមកតែបងទូខៃបងឡៃប៉ាវាគាត់ឈឺព្រះអង្គគាត់ប្រាប់ទៀតប្រាប់នៅមុខមកក៏ខ្លាចបានអាត្មាដឹងណានិយាយដូចបងឯងចឹងណាណានិយាយទៅគាត់ថាអាត្មាហ្នឹងណាអូតែប៉ុន្តែគាត់ស្រឡាញ់ហើយបងប្អូនអស់គាត់ស្រឡាញ់រាប់អានចឹងដែរណាសូមរាប់អានតាមគាត់ដែរណាព្រះអង្គចា៎គឺស្មោះត្រង់មែនតើចឹងបានបញ្ជាក់ថាការគោរពស្រឡាញ់របស់គាត់គឺដោយសេចក្តីស្មោះត្រង់ដោយចេញពីបេះដូងមកពិតប្រាកដទាំងគាត់ទាំងបងប្អូនទាំងអស់គ្នាចឹងបានថាមិនចោលទេតាមបណ្ដាំផ្ញើតាមការអតិថិនសច្ចវិជ្ជារបស់គាត់នឹងស្មាតោអត់ពីគាត់ទៅក៏នៅតែរាប់បងប្អូនជារៀងរហូតតទៅនឹងដោយសេចក្តីគោរពតាមបណ្ដាំផ្ញើរបស់គាត់ជានិច្ចហើយយល់ណាមកទៅសាក់ស្អីមកទៀតណាចឹងសូមបញ្ចប់បទទេសនាប៉ុណ្ណឹងចុះក៏សូមប្រម៉ែប្រមុំពុទ្ធផ្ដំកងការមហាកសលដ៏ធំធេងនៅក្នុងគណៈនេះសូមបានជាបុណ្យដ៏ធំជួយឧបត្ថម្ភជីវិតតន្ត្រីព្រះកមហាបាសកាអ៊ំសិដ្ឋាហើយពេញវិជាសូមបុណ្យកុសលដែលកើតឡើងអំពីបុណ្យបច្ច័យ4ចម្រើនជនតាពុស្ដាកតញ្ញូកតវេទីតាដ៏ធំធេងរបស់កូនចៅគ្រប់រូបបានបំពេញធ្វើហើយចាត់ទុកថាញោមមានលោកកូនមួយរូបបានបួសនៅក្នុងព្រះសាសនាគឺអាត្មាភាពជាដើមនឹងថាទុកថាអានិសង្ឃលោកកូនបានបួសនេះឲ្យញោមមានអានិសង្ឃខ្ពស់ជួយញ៉ាំងជីវិតតន្ត្រីឲ្យញោមសុខសប្បាយអាយុឲ្យវែងទៅមុខទៀតកុំឲ្យឃ្លាតពីពុទ្ធឃ្លាតពីពធប្រសំឡើយហើយញោមបានទៅរឹងរឹតតែខ្ពង់ពោះជានិច្ចកាលកូនចៅគ្រប់រូបក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នាក៏សូមឲ្យបងប្អូនអស់គ្នានឹងបានសេចក្តីសុខសេចក្តីចម្រើនតិចកាយតិចចិត្តសុខសប្បាយចម្រុងចម្រើនធូរធាររសៀមានបានគ្រប់គ្នាហើយជាពិសេសគឺឲ្យបានល្អដោយវត្ថុបំណងដែលម៉ែគាត់ចង់បានថាបងប្អូនកូនចៅស្រឡាញ់គ្នាសាមគ្គីគ្នានឹងឲ្យបានល្អប្របីលើកពូជពងវងតកូលរបស់អ្នកម្ដាយនឹងបើអត់ពីម៉ែទៅឲ្យបងប្អូនយើងទាំងអស់គ្នាស្រឡាញ់គ្នារាប់អានគ្នាទាំងបងទាំងអាត្មាអីនឹងឲ្យជាប់លាប់គ្នារហូតទៅនឹងគឺគាត់សប្បាយចិត្តនឹងហើយសាធុព្រះអង្គហើយសូមជូនពរដល់ញោមញាតិអីទាំងអស់គ្នាផងដែរហើយឯកឧត្តមទេសាចារ្យនេះក៏សំណប់ចិត្តរបស់គាត់ដែរដាំផ្ញើទៀតណាតែយើងរាប់អានគ្នាយូរហើយចាមានអាចារ្យណាទេសាចារ្យមកក្រុងភ្នំពេញនឹងមិនត្រូវចិត្តទេរើសមួយមានតែមួយនឹងទេធ្លាប់កំសត់កំរជាមួយគ្នាមកយកចានេះណាចានេះគាត់ហៅតែចិត្តពុកចាគាត់ឡើងឯកឧត្តមអីគាត់ហៅតែតាលៀងណាគាត់ស្រឡាញ់លោកចាក៏គាត់គោរពស្រឡាញ់គ្នាទៅវិញទៅមកនឹងហើយសូមលើកបុណ្យកុសលជូនឯកឧត្តមទេសាចារ្យមានសុខភាពល្អសុខសប្បាយហើយនេះតាមពិតហប់នឿយណាស់ចេះផឹកដើម្បីស្រឡាញ់គ្នាចាស់គាត់មានទុក្ខរៈធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាសង្ឃសូមឲ្យញោមបានសេចក្តីសុខសេចក្តីចម្រើនអាយុវែងផងដែរញោមណាហើយពុទ្ធទៅជូនពរឯកឧត្តមលោកចន្ទទីញោមញាតិទាំងអស់គ្នាសូមឲ្យបានបុណ្យបានកុសល
បានផលបានថ្ងៃសងស្មើគ្នាណាលោកតាយាយយុវវែង95ឲ្យឡើង100ជាងទៅ20 130វិធីទៅលោកតាយុវវែងណាសូមឲ្យញោមញាតទាំងអស់គ្នាតែជាតែជុំបានអ្នកបានផលបានអានិសង្ឃខ្ពស់ឲ្យរួចចាក់ទុកដល់ទីបំផុតនៃជាតិបានអ្នកផលជាសោតាសកតិអនាគារហូតដល់អរហត្តកំចាត់កិលេសនិព្វានគ្រប់គ្នាកុំបីអខានឡើយអយ៉ាងសង្ខេពេនសមតាថតទេសនាសន្មតចប់ដោយសង្ខេបប៉ុណ្ណេះឯងអេវ៉ាំង សាធុសាធុសាធុព្រះសទ្ធម្មឯណាជាតប្រកបដោយអង្គ8